យើងសួរបងប្អូនទាំងគ្នាបាទថ្ងៃនេះពីស្លាបកាបាទចង់ចែករំលែកទៀតហើយបាទក៏ប៉ុន្តែចែករំលែកថ្ងៃនេះគឺខុសប្លែកពីសមមួយដងបន្តិចបាទដោយសារសមមួយដងគឺចែករំលែកពីរបៀបនៃការឆ្លាក់អក្សរបាទឆ្លាក់អក្សរឆ្លាក់បែប 3D បាទអញ្ចឹងទៅប៉ុន្តែថ្ងៃនេះគឺបាទចែករំលែកពីការសរសេរអក្សរដៃវិញម្ដងបាទអក្សរដៃក៏ប៉ុន្តែនេះបាទដែលអ្នកកំពុងឃើញនេះដោយសារវាជាចំណងជើងបាទអញ្ចឹងគឺខ្ញុំទាញសរសេរដូចជាអក្សរឆ្លាក់អញ្ចឹងដែរហ្នឹងណាបាទក៏ប៉ុន្តែយើងប្រើប៊ិចធម្មតាទេបាទមិនប៊ិចធម្មតាមិនប៊ិច magic ទេបាទដែលសេចេញមកដល់ស្អាតហ្មងអត់ទេអត់មានប៊ិចអញ្ចឹងណាចង់និយាយថាអក្សរដៃស្អាតមែនអត់ទេបាទមានបងប្អូនយើងសរសេរអក្សរស្អាតច្រើនណាបាទខ្ញុំនៅតែសរសើរអញ្ចឹងបាទអានេះគឺឆ្លងកាត់ការរៀនបើសិនជាអត់រៀនទេអក្សរនេះកុំសង្ឃឹមឲ្យថាសរសេរអក្សរស្អាតមិនអាចឡើយបាទគេថាចំណេះចេះមកពីរៀនណាបាទក៏យើងរៀនមិនចេះបាទរៀនមិនចេះគាត់ថាស្អាតដូចគេមិនដឹងទេបាទស្អាតបែបយើងបាទសំខាន់ស្អាតបែបយើងបាទដូចដែលខ្ញុំនេះគឺស្អាតបែបខ្ញុំបាទស្អាតបែបខ្ញុំបាទមិនទៅស្អាតឲ្យអស្ចារ្យដូចគេទេប៉ុន្តែបាទមើលបានបាទនេះជាសរសេរនៅក្នុងកំណត់ត្រានៅក្នុងសភៅសរសេរដៃរបស់យើងបាទទុកជាឯកសារអញ្ចឹងណាបាទជាសម្រង់អត្ថបទឬមួយក៏ជាសម្រង់ពាក្យស្លោកអីផ្សេងៗអញ្ចឹងទៅបាទថ្ងៃនេះខ្ញុំបាទកំពុងសរសេរតាក់ទងទៅនឹងទឹក4ដែលគូសរសើរបាទចាំប្រកាសជាឆ្ងល់ថាទឹកអីគេទឹកមាត់មែនចាំមើលទឹកអីគេណាបាទនេះបាទមាន4បាទអញ្ចឹងបាទត្រេទី1នេះខ្ញុំសេលេខក៏លេខជាអក្សរខ្មែររបស់យើងដែរលេខខ្មែររបស់យើងដែរណាបាទត្រេទី1អានេះក៏ដូចជាចំណងជើងមួយដែរបាទជាវាជាត្រេគោលណាមាន1 2 3 4ចំណុចអញ្ចឹងទៅបាទអញ្ចឹងចំណុចទី1នេះក៏យើងសរសេរលក្ខណៈដូចអក្សរឆ្លាក់ដែរអានេះបើសិនជាលោកអ្នកធ្លាប់ប្រើជក់បាទទាញលក្ខណៈអញ្ចឹងក៏ចេញជាអក្សរឆ្លាក់តែម្ដងតែសំខាន់យើងចេះបបលជក់ទៀតអាហ្នឹងមានរឿងច្រើនទៀតហ្នឹងហើយបាទនឹងមានចែករំលែកនៅវីដេអូក្រោយៗទៀតបាទរបៀបឆ្លាក់អក្សរដោយប្រើជក់អញ្ចឹងទៅបាទជាពិសេសបើអ្នកគូកណ្ដូ100ទាំង100នឹងចេះសរសេរអក្សរឆ្លាក់បាទនេះគឺទី1គឺទឹកភក្តីបាទអ្វីទៅទឹកភក្តីហ្នឹងបាទទឹកភក្តីនេះគឺចង់សំដៅទៅការដែលស្រឡាញ់ការស្មោះត្រង់បាទណាគឺយើងសរសើរសម្រាប់មនុស្សម្នាក់ដែលគាត់មានទឹកភក្តីបាទគាត់មានទឹកភក្តីគឺទឹកចិត្តភក្តីហ្នឹងមានន័យថាគាត់ភក្តីភាពគាត់ស្រឡាញ់នៃការស្មោះត្រង់បាទធម្មតាយើងអត់ចង់រាប់អានជាមួយអ្នកដែលមនុស្សកលិចកលុចនិយាយបាទបាត់ដៃខ្នងដៃទេបាទចង់បានអ្នកស្មោះត្រង់អញ្ចឹងគឺអានេះទឹកភក្តីចំណុចទី1នេះដែលយើងគួរសរសើរដោយសារគាត់មានទឹកចិត្តភក្តីបាទគឺគាត់ស្រឡាញ់ការស្មោះត្រង់អញ្ចឹងជាមនុស្សដែលគួរឲ្យសរសើរបាទចំណុចទី2ចាំទឹកអីបាទទឹកកម្លាំងបាទទឹកកម្លាំងហ្នឹងម៉េចបាទមិនបានគួរសរសើរដែរបាទទឹកកម្លាំងនេះគឺចង់សំដៅទៅការរួមដៃធ្វើកិច្ចការមួយបាទឧទាហរណ៍ថាមនុស្សហ្នឹងគាត់មានទឹកកម្លាំងមានន័យថាគាត់ជាមនុស្សម្នាក់ដែលចូលរួមគាត់ជាមនុស្សម្នាក់ដែលអាចរួមដៃគ្នាធ្វើកិច្ចការជាមួយយើងបានណាបាទអញ្ចឹងមនុស្សប្រភេទហ្នឹងគឺជាមនុស្សដែលគួរឲ្យសរសើរដែរបាទគួរឲ្យសរសើរមនុស្សមានទឹកកម្លាំងបាទកម្លាំងទឹកចិត្តនឹងដែរណាផ្ដល់នៅកម្លាំងទឹកចិត្តឲ្យយើងរួមគ្នាជាមួយយើងធ្វើកិច្ចការអីមួយចឹងទៅបាទនេះការសរសេរអក្សរដៃនេះអានេះខ្ញុំអត់មានពន្លឿនវីដេអូណាបាទធម្មតាទេនេះបាទហើយខ្ញុំសរសេរនេះក៏មិនថាខ្លួនឯងសរសេរលឿនទេរៀងយឺតបាទយើងរៀងព្រឹត្តដែរបាទរៀងយឺតបាទឲ្យលឿនអត់លឿនទេបាទហើយបើអក្សរបែបលឿនហ្នឹងបែបអក្សរខ្វៀកផ្សេងទៀតបាទផ្សេងទៀតអក្សរតាមពិតអក្សរគឺមានច្រើនទម្រង់ណាបាទហើយអក្សរស្អាតបើយើងធ្លាប់សរសេរអក្សរស្អាតណាតាមពិតទៅគេហៅថាដងពីកំណើតបាទជា talent របស់យើងហើយនឹងរួមផ្សំជាមួយនឹងការដែលយើងបានរៀនបាទតាមឡើយការដែលសរសេរអក្សរឲ្យចេញជារូបរាងស្អាតនេះគឺគ្រូរបស់ខ្ញុំទី1គឺឪពុករបស់ខ្ញុំបាទពុកខ្ញុំបាទពុកប៉ាហ្នឹងហើយបាទលោកប៉ាគាត់ជានាយកសាលាបាទហើយអក្សរគាត់ស្អាតអក្សរដៃគាត់ស្អាតបាទទីទៀតមានឱកាសនឹងទៅជួបផ្ទាល់ជាមួយនឹងលោកប៉ាបាទចង់ដឹងទឹកដៃគាត់សរសេរស្អាតបែបណាណាគាត់ក៏ស្អាតបែបគាត់ដែរយើងរៀនពីគាត់ក៏យើងសរសេរអត់ដូចគាត់ដែរចឹងនិយាយចឹងណាបាទហើយគ្រូទី2របស់ខ្ញុំគឺបងប្រុសទី2ខ្ញុំបងប្រុសទី2បាទបងប្រុសទី2ក៏គាត់សរសេរអក្សរស្អាតអក្សរខ្វៀកគាត់ក៏ស្អាតដែរបាទហ្នឹងហើយ
អញ្ចឹងហើយដល់ពេលយើងបានសិក្សាយើងរៀនសរសេរតាមគាត់ណាពេលជុំបងប្អូនពេលមេឃភ្លៀងអីយើងអត់ទៅណាជុំគ្នាបងប្អូននៅផ្ទះជាមួយប៉ាម៉ាក់ជាមួយនឹងបងប្អូន3 4នាក់ហ្នឹងទៅខ្លះចង់គូកនូគូទៅអ្នកខ្លះចង់ផាត់ពណ៌ផាត់ទៅអ្នកខ្លះចង់សរសេរបាទខ្ញុំជួយចិត្តសរសេរបាទជួយចិត្តសរសេរតាំងពីតូចបាទយកទៅសភៅដែលប៉ាសរសេរហ្នឹងមកយកមកមើលបាទអក្សរគាត់ទាញមិនបានស្អាតបាទហើយយកសភៅបងប្រុសទី2របស់ខ្ញុំហ្នឹងយកមកមើលបាទគាត់សរសេរមិនបានស្អាតបាទចេះរៀនសរសេរតាមទៅមួយថ្ងៃតិចអញ្ចឹងណាបាទហើយចង់និយាយថាតើយើងរៀនបានចេះបាទសរសេរទៅដល់ពេលគ្រូទី3របស់ខ្ញុំមែនតើគឺអក្សរពុំហ្មងបាទអក្សរពុំអញ្ចឹងរៀនមើលតាមអក្សរពុំទៀតអក្សរឆ្លាក់នេះចេះពីអក្សរពុំច្រើនបាទសារតែយើងមើលអក្សរពុំនៅក្នុងកុំព្យូទ័របាទយើងឃើញអក្សរពុំនៅក្រៅអក្សរអីមួយអក្សរបអក្សរកយអក្សរទៅសំខាន់យើងបាទរៀនទាញវាបាទតាមបាទរៀនទាញតាមទៅយើងគង់តែចេះទេបាទមួយថ្ងៃតិចអញ្ចឹងណាបាទហើយបងទី1ហ្នឹងក៏អក្សរស្អាតដែរក៏អក្សរស្អាតបែបគាត់ដែរបាទក៏អតីតកាលរបស់គាត់ក៏ជាគ្រូបង្រៀនបាទអញ្ចឹងអក្សរគាត់ក៏ស្អាតដែរហើយបើបងស្រីនោះក៏អក្សរមួយយ៉ាងដែរបាទប៉ុន្តែស្អាតបែបស្រីហ្នឹងហើយហើយក៏នេះហើយបាទអញ្ចឹងទឹកទាំង4ដែលគួរសរសើរហ្នឹងមានទឹកភក្តីមានទឹកកម្លាំងមានទឹកសម្ដីនិងទឹកចិត្តបាទនៅអាទឹកសម្ដីហ្នឹងគឺសំដៅទៅលើពាក្យសម្ដីដែលផ្អែមល្ហែមយើងចេះចរចាគ្នាអញ្ចឹងណាមនុស្សប្រភេទហ្នឹងក៏យើងគួរសរសើរហើយទី4គឺទឹកចិត្តហ្នឹងគឺមនុស្សដែលមានក្តីមេត្តាត្រាប្រណីហ្នឹងបាទមនុស្សហ្នឹងគឺគួរឲ្យសរសើរដែរបាទអរគុណបាទអញ្ចឹងសម្រាប់คลิปវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេចង់បង្ហាញពីការសរសេរអក្សរដៃណាបាទគឺសរសេរបែបហ្នឹងអានេះស្អាតបែបខ្ញុំទេបាទមិនមែនចង់ឲ្យបងប្អូនមកស្អាតដូចខ្ញុំទេតែឲ្យស្អាតបែបបងប្អូនដែរទៅបាទសំខាន់យើងមានមូលដ្ឋានគ្រឹះរបស់យើងបាទរបៀបសរសេរមិនឲ្យវាស្អាតបាទអរគុណបាទជួបគ្នានៅវីដេអូក្រោយបាយបាយ